បាទសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតបាទអូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំបាទលើកពីម៉ូតូ Honda Dream ឆ្នាំ2026បាទយកមកនិយាយហើយមានបងប្អូនយើងជាច្រើនដែលគាត់បានធ្វើការ comment បាទតាមរយៈវីដេអូរបស់ខ្ញុំអូខេអញ្ចឹងនៅសល់តែប្រហែលខែទៀតទេចិត្តដល់ពេលវេលាដែល Honda Dream ឆ្នាំ2026ហ្នឹងគឺសម្ពោធចេញជាផ្លូវការហើយបាទនៅក្នុងខែ9ហ្នឹងហើយបាទអូខេអញ្ចឹងក៏មានមតិខ្លះក៏ដូចជាបងប្អូនយើងខ្លះបាទគាត់ចង់បានឲ្យម៉ូតូ Honda Dream ឆ្នាំ2026ហ្នឹងមានកម្លាំងដល់ទៅ150អូខេ150ឬក៏អាចដល់ទៅ200អីអញ្ចឹងណាហ្នឹងហើយបើតាមការ comment បងប្អូនយើងមួយចំនួនបាទដោយសារតែសប្តាហ៍នេះ Honda Dream គឺមានកម្លាំងត្រឹមតែ125ទេបាទ Honda Dream 125អូខេកម្លាំងរបស់វាគឺ125ណាសម្រាប់ Honda Dream សប្តាហ៍ហើយបងប្អូនយើងគាត់ចង់ឲ្យបន្ថែមកម្លាំងឲ្យខ្លាំងជាងនឹងអីចឹងទៅបាទអញ្ចឹងបងប្អូនយើងគិតមើលបាទបើសិនជាកម្លាំងរបស់វាបន្ថែមឲ្យខ្លាំងជាងសពថ្ងៃបាទតើវាយ៉ាងណាដែរបាទអូខេដោយសារតែរូបរាងសពថ្ងៃរូបរាងរបស់ Honda Dream វាមិនជាធំប្រហែលទេមកល្មមអញ្ចឹងណាបាទមិនតូចពេកហើយក៏មិនធំដែរហ្នឹងហើយបើសិនជាគេដំឡើងកម្លាំងឲ្យខ្លាំងជាងនេះវាមិនសូវស៊ីជាមួយនឹងរូបរាងរបស់វាសពថ្ងៃដោយសារសពថ្ងៃវាមានរូបរាងតូចក៏ដូចជាទម្ងន់របស់វាក៏ស្រាលដែរបើសិនជាដាក់កម្លាំងខ្លាំងទាល់តែម៉ូតូហ្នឹងគឺដំឡើងក៏ដូចជាធ្វើរូបរាងនឹងឲ្យធំជាងមុនឲ្យធ្ងន់ជាងមុនទើបវាស៊ីជាមួយនឹងកម្លាំងអូខេអញ្ចឹងសម្រាប់កម្លាំង Dream សពថ្ងៃគឺប៉ុណ្ណេះគឺវាគ្រប់គ្រាន់ហើយសម្រាប់ការប្រើប្រាស់ការបើកបរអីហ្នឹងសម្រាប់អ្នកខ្លះគាត់បើកផ្លូវលឿនអីចឹងទៅកន្លែងដែលស្លាស់ល្អអីចឹងទៅគាត់អាចជិះដល់ទៅបាទ100 110 120អីចឹងណាហ្នឹងហើយសម្រាប់អ្នកដែលគាត់ធ្លាប់សាកអីចឹងទៅបាទនៅកន្លែងផ្លូវដែលស្លាស់ល្អអីណាហ្នឹងហើយអញ្ចឹងមិនមែនឲ្យបងប្អូនយើងបើកបរលឿនទេបាទគឺបើកបរប្រុងប្រយ័ត្នទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍និងជាពិសេសកុំបើកបរលឿនពេកនេះគឺគ្រាន់តែលើកពីចំណុចដែលគេអ្នកខ្លះគាត់ធ្លាប់ជិះបានអញ្ចឹងណានៅលើ Honda Dream series មុននេះគឺគេជិះបានដល់ទៅ110 120អីចឹងទៅអូខេអញ្ចឹងអត់មានអីទេបើសិនជាចង់ឲ្យដំឡើងកម្លាំងម៉ាស៊ីនឲ្យខ្លាំងជាងសពថ្ងៃទាល់តែដំឡើងរូបរាងឲ្យធំជាងមុនដែរអីចឹងទៅទើបឲ្យវាសមស៊ីគ្នាជាមួយនឹងកម្លាំងម៉ាស៊ីនអូខេអញ្ចឹងបងប្អូនយើងយល់យ៉ាងណាដែរអាចធ្វើការ comment នៅខាងក្រោមហើយវីដេអូនេះគឺខ្ញុំរៀងផ្ដាសាយបន្តិចហើយអូខេថែរក្សាសុខភាពទាំងអស់គ្នាបងប្អូនបាទហើយយើងជួបគ្នានៅវីដេអូក្រោយបងប្អូនអាចសរសេរ comment នៅខាងក្រោមកុំភ្លេចជួយចុច subscribe ក៏ដូចជាធ្វើការ comment បាទ subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតហើយសម្រាប់អ្នកដែលគាត់ចង់ផ្សព្វផ្សាយលក់ម៉ូតូប្រម៉ូទហាងម៉ូតូទូទាំងប្រទេសកម្ពុជាគឺអាចតាក់ទងមកខ្ញុំបានតាម Telegram បាទ link នៅ description បាទហើយបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកលក់ម៉ូតូហើយខ្ញុំក៏គ្មានហាងម៉ូតូអីដែរអរគុណបាទបើសិនជាមានកំហុសខុសឆ្គងក៏សូមអធិស្ឋានហើយមុននឹងបញ្ចប់បាទសួរបងប្អូនយើងមួយទៀតតើបងប្អូនយើងប៉ុន្មានអ្នកដែលចង់ឲ្យ Honda Dream បាទដំឡើងកម្លាំងម៉ាស៊ីនឲ្យឡើងដល់ទៅ150ឬក៏ច្រើនជាងនេះបាទមានបងប្អូនយើងណាខ្លះដែលចង់បានអូខេបើចំពោះខ្ញុំគឺដូចរាល់ថ្ងៃក៏អត់អីដែរវាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំកម្លាំងម៉ាស៊ីន
Dream សពថ្ងៃអូខេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយជម្រាបលា